នៅក្នុងភូមិមួយដែលស្ថិតនៅដាច់ស្រយាលក្បែរបឹងដ៏ធំមួយមានរឿងនិទានដ៏គួរឲ្យខ្លាចមួយដែលត្រូវបានដំណាលពីមាត់មួយទៅមាត់មួយអ្នកភូមិហៅបឹងនោះថាបឹងយំយែងព្រោះជារៀងរាល់យប់ពេញបរមីគេតែងតែឮសំឡេងស្រីយំយ៉ាងសោកសៅនិងសំឡេងហៅឈ្មោះអ្នកណាម្នាក់ចេញពីផ្ទៃទឹកដ៏ខ្មៅងងឹតរឿងនិទាននេះបានដំណើរថាកាលពីយូរលង់ណាស់មកហើយមាននារីវ័យក្មេងម្នាក់ឈ្មោះម៉ាលីនាងស្រស់ស្អាតខ្លាំងណាស់ម៉ាលីមានស្នេហាជាមួយបុរសម្នាក់ឈ្មោះវិសាលប៉ុន្តែស្នេហារបស់ពួកគេត្រូវបានគ្រួសារខាងស្រីហាមឃាត់ព្រោះវិសាលគ្រាន់តែជាអ្នកនេសាទក្រីក្រម្នាក់តែប៉ុណ្ណោះឪពុករបស់ម៉ាលីបានបង្ខំឲ្យនាងរៀបការជាមួយកូនប្រុសរបស់មេភូមិដោយមិនដាច់ចិត្តនឹងវិសាលម៉ាលីបានរត់ចេញពីផ្ទះទាំងយប់ពេញបរមីហើយលោតចូលទៅក្នុងបឹងដើម្បីសម្លាប់ខ្លួនហើយក្រោយមកសាកសពរបស់នាងមិនត្រូវបានរកឃើញឡើយចាប់តាំងពីពេលនោះមកព្រលឹងរបស់នាងបានคล้ายទៅជាខ្មោចលងចាំយាមបឹងនោះតែម្ដងនៅថ្ងៃមួយមានក្រុមយុវជនមួយក្រុមមកពីទីក្រុងបានបោះជំរំនៅក្បែរបឹងយំយែងពួកគេមិនបានដឹងអំពីជំនឿរបស់អ្នកភូមិនោះទេពួកគេសើចសប្បាយច្រៀងរាំនិងហាទឹកដោយមិនខ្លាចញញើតអ្វីទាល់តែសោះនៅយប់ដំបូងអ្វីហាក់ដូចជាធម្មតាប៉ុន្តែនៅយប់ថ្ងៃទី2អ្វីក៏ចាប់ផ្ដើមប្រែប្រួលម្នាក់ក្នុងចំណោមក្រុមយុវជននោះឈ្មោះតារាបានចាប់ផ្ដើមយល់សប្តិឃើញនារីម្នាក់ស្លៀកពាក់សសក់វែងអន្លាយហោះពីលើទឹកបឹងហើយហៅឈ្មោះរបស់គាត់តារាចាប់ផ្ដើមមានអារម្មណ៍ខ្លាចប៉ុន្តែមិនបានប្រាប់នរណាម្នាក់ឡើយនៅយប់បន្ទាប់ជាយប់ពេញបរមីតារាមិនអាចគេងលក់សោះបានដើរចេញពីជំរំដើម្បីស្រូបយកខ្យល់អាកាសនៅពេលដើរកាត់ជិតមាត់បឹងគាត់បានឃើញនារីម្នាក់កំពុងឈរនៅក្បែរផ្ទៃទឹកនាងមានរូបរាងដូចនឹងនារីក្នុងសុបិនរបស់គាត់បេះបិទគាត់បានលើកដៃហៅតារាមកនេះមកជាមួយខ្ញុំតារាហាក់ដូចជាលង់ស្នេហ៍នឹងសម្លេងនេះខ្លាំងណាស់គាត់បានដើរចូលទៅក្នុងទឹកដោយមិនដឹងខ្លួនទឹកបឹងចាប់ផ្ដើមត្រជាក់ស្រាប់គាត់បានដើរទៅជិតនារីនោះកាន់តែខ្លាំងឡើងស្រាប់តែនារីនោះប្រែប្រួលរូបរាងពីស្រស់ស្អាតទៅជាខ្មោចលង់ទឹកដ៏គួរឲ្យខ្លាចមួយស្បែករបស់នាងស្លេកស្លាំងភ្នែកពណ៌ក្រហមដូចឈាមហើយសក់របស់នាងបានคล้ายទៅជាបន្លានាងបានលូកដៃចាប់តារាចូលទៅក្នុងទឹកតារាខំប្រឹងរំដោះខ្លួនប៉ុន្តែវាយឺតពេលទៅហើយគាត់បានលិចចូលទៅក្នុងទឹកយ៉ាងលឿនគាត់ក៏បានប្រទះឃើញប្រលឹងជាច្រើនដែលលង់ទឹកស្លាប់កំពុងហែលនៅជុំវិញខ្លួនរបស់គាត់ពួកគេបានព្យាយាមទាញគាត់ចុះទៅខាងក្រោមទឹកនោះកាន់តែជ្រៅទៅបន្ទាប់ពីតារាបានលិចចូលទៅក្នុងទឹកយ៉ាងលឿនសំឡេងស្រែកនិងការតស៊ូរបស់គាត់បានបាត់ទៅវិញដោយស្ងៀមស្ងាត់មិត្តភ័ក្តិរបស់គាត់ដែលកំពុងគេងលក់មិនដឹងខ្លួនអ្វីទាល់តែសោះប៉ុន្តែនៅព្រឹកបន្ទាប់ពួកគេបានដឹងថាមិត្តរបស់គេត្រូវបានបាត់ខ្លួនអ្នកភូមិបានប្រាប់ពួកគេថាតារាប្រហែលជាបានត្រូវខ្មោចលង់ទឹកនោះចាប់យកទៅបាត់ហើយយុវជនទាំងនោះមិនជឿឡើយពួកគេព្យាយាមស្វែងរកតារាពេញមួយថ្ងៃប៉ុន្តែនៅតែរកមិនឃើញដានអ្វីទាល់តែសោះនៅយប់នោះពួកគេក៏សម្រេចចិត្តធ្វើការស្វែងរកនៅជុំវិញមាត់បឹងពួកគេបានឮសំឡេងហៅឈ្មោះតារាចេញពីមាត់ទឹកតារាជួយខ្ញុំផងសំឡេងនោះសោកសៅនិងគួរឲ្យខ្លាចពួកគេបានឃើញរូបភាពប្រលឹងរបស់តារាកំពុងហែលនៅក្នុងទឹកប្រលឹងរបស់គាត់ប្រែក្លាយទៅជាស្លេកស្លាំងដែលមានភ្នែកពណ៌ក្រហមដូចឈាមគាត់បានហៅមិត្តភ័ក្តិរបស់គាត់ឲ្យជួយគាត់ដែរក៏ប៉ុន្តែគ្មាននរណាអាចជួយតារាបានឡើយមិត្តភ័ក្តិរបស់តារាជឿថាសំឡេងនោះគឺជាសំឡេងរបស់តារាពួកគេក៏បានដើរចូលទៅក្នុងទឹកដើម្បីជួយតារាដោយមិនដឹងខ្លួនទឹកបឹងចាប់ផ្ដើមត្រជាក់ស្រាប់តែប្រលឹងរបស់តារាបានប្រែប្រួលទៅជាខ្មោចដ៏គួរឲ្យខ្លាចស្បែករបស់គាត់ស្លេកស្លាំងភ្នែកមានពណ៌ក្រហមដូចឈាមហើយសក់របស់គេក៏បានคล้ายទៅជាបន្លាដូចជាខ្មោចនារីនោះផងដែរគាត់បានលូកដៃចាប់មិត្តភ័ក្តិរបស់គាត់ចូលទៅក្នុងទឹកយុវជនទាំងនោះខំប្រឹងរំដោះខ្លួនប៉ុន្តែវាយឺតពេលទៅហើយពួកគេបានលិចលង់ចូលទៅក្នុងទឹកនោះយ៉ាងលឿនបំផុតពួកគេបានឃើញប្រលឹងជាច្រើនដូចជាតារាដែលកំពុងតែលង់ទឹកកាលពីមុនអញ្ចឹងដែរ
ពួកគេបានព្យាយាមទាញពួកគេទាំងនោះចុះទៅខាងក្រោមកាន់តែជ្រៅទៅរហូតដល់ពួកគេបានដាច់ដង្ហើមស្លាប់ទាំងអស់គ្នាលុះនៅព្រឹកថ្ងៃបន្ទាប់យុវជនទាំងនោះបានបាត់ខ្លួនទាំងស្រុងអ្នកភូមិបានដឹងថាមិនមាននរណាម្នាក់រួចមានជីវិតឡើយចាប់តាំងពីពេលនោះមកបឹងយំយែកបានក្លាយទៅជាកន្លែងដ៏គួរឲ្យខ្លាចបំផុតគ្មាននរណាម្នាក់ហ៊ានទៅជិតបឹងនោះនៅពេលយប់ថ្ងៃពេញបរមីឡើយហើយរឿងនេះផងដែរក៏คล้ายទៅជាការប្រមានរបស់អ្នកភូមិនិងអ្នកទេសចរដទៃទៀតកុំឲ្យចុះលេងទឹកបឹងយំយែកនៅក្នុងយប់ពេញបរមីអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់សាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូល comment បានអរគុណច្រើនបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើនជម្រាបលាបាយបាយ